ចូលឆ្នាំ2025នេះវណ្ណដាកាន់តែរវល់ខ្លាំងជាងឆ្នាំ2024មានកម្មវិធីលំដាប់អន្តរជាតិជាច្រើនហើយថ្មីនេះគឺវណ្ណដាបានសន្យាថានឹងបង្កើតប្រវត្តិសាស្ត្រតន្ត្រីចម្រៀងខ្មែរលើឆាកអន្តរជាតិជាមួយអាល់ប៊ុមត្រីវិស័យហើយក្នុងនោះក៏មានការសម្ដែងជាមួយនឹងបាទតារាលំដាប់ជួរមុខថៃផងបាទជំរាបសួរបងប្អូនដែលគ្រប់គ្រងវិស័យសិល្បៈចម្រៀងជាពិសេសបងប្អូនដែលគ្រប់គ្រងវណ្ណដាតែម្ដងបាទឃើញថាកាសែតភ្នំពេញប្រុសក៏ដូចជា website ភ្នំពេញប៉ុស្តិ៍បានចុះផ្សាយអំពីវណ្ណដានៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញជាមួយនឹងក្រុមហ៊ុន Tiger ខ្ញុំសូមអានសេចក្តីជូនបងប្អូនបាទឥឡូវនេះកម្ពុជាដើរដល់ចំណុចបាទប្រវត្តិសាស្ត្រដែលវប្បធម៌កម្ពុជារីកសាយភាយទៅកាន់ប្រទេសជិតខាងដោយគេចាប់អារម្មណ៍មកលើកម្ពុជាកាន់តែច្រើននេះជាការលើកឡើងរបស់តារាចម្រៀង rap វណ្ណដាឬមានឈ្មោះដើមថាម៉ាន់វណ្ណដាវណ្ណដាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងកម្មវិធីបាទកិច្ចសហការដៃគូរវាងវណ្ណដាបាទផលិតកម្មបារមីក្រុមហ៊ុន Tiger បាទយ៉ាងដូចនេះថាស្របពេលមានការចាប់អារម្មណ៍មកលើកម្ពុជាយើងបាទព្យាយាមបញ្ចូលអ្វីដែលជារបស់ខ្មែរយើងរឹតតែច្រើនរឹតតែល្អយើងត្រូវតែទៅមុខរួមគ្នាហើយអ្វីដែលខ្ញុំអាចនិយាយបានថាប្រវត្តិសាស្ត្រតន្ត្រីរបស់ខ្មែរយើងមិនដែលធ្លាប់មានពីមុនមកទេយើងកំពុងតែខ្លាំងមែនទែនបាទនេះអ្វីដែលវណ្ណដាបានលើកឡើងបាទយោងតាមផលិតកម្មបារមីបាទអានផុសក្នុងផុសបរោះផលិតកម្មបារមីនៅក្នុង Facebook បងប្អូនអាចទៅអានបានបាទយោងតាមផលិតកម្មបារមីបានបង្ហាញថានៅក្នុងពិធីនៃកិច្ចព្រមព្រៀងដៃគូជាមួយនឹងក្រុមហ៊ុនស្រាបៀរនេះវណ្ណដានឹងបញ្ចេញអាល់ប៊ុមចម្រៀងទី3ដែលមានឈ្មោះថាត្រីវិស័យអាចសេជាអង់គ្លេសឬមួយក៏ Campus បាទអាល់ប៊ុមទី1ត្រីវិស័យ1 The Search for Light ដែលនឹងគ្រោងផ្សាយនៅថ្ងៃទី14ខែមីនាអាល់ប៊ុមទី2ត្រីវិស័យ2ត្រីវិស័យទី2ហ្នឹងណាផ្សាយនៅថ្ងៃទី21ខែមីនាខណៈអាល់ប៊ុមទី3ត្រីវិស័យ3នឹងផ្សាយនៅថ្ងៃទី1ខែឧសភាខាងមុខបាទប្រភពដដែលបានបន្តទៀតថាយើងមានជាមួយការប្រគំតន្ត្រីខ្នាតធំនឹងមានស្តង់ដារសម្រាប់អាល់ប៊ុមទី3នេះដែលមាន Tiger ជាម្ចាស់ឧបត្ថម្ភធំការប្រគំតន្ត្រីនឹងធ្វើឡើងនៅ2ទីតាំងគឺត្រីវិស័យ Legacy ថ្ងៃទី3ខែឧសភាឆ្នាំ2025នៅខេត្តបាត់ដំបងនិងត្រីវិស័យសុវណ្ណភូមិថ្ងៃទី17ខែឧសភាឆ្នាំ2025នៅភ្នំពេញផលិតកម្មចម្រៀងដដែលនេះបានបន្តទៀតថានេះជាឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់វិស័យតន្ត្រីកម្ពុជាហើយយើងពិតជារំភើបមែនទែនដែលសហការជាមួយ Tiger ក្នុងដំណើរតន្ត្រីដ៏មានន័យនេះវណ្ណដាបានឲ្យដឹងថាលោកនិងក្រុមការងារបានចំណាយពេលវេលាយ៉ាងច្រើនលើអាល់ប៊ុមត្រីវិស័យជាញើសឈាមគ្រប់បែបយ៉ាងនិងផ្លាស់ប្ដូរបែបបទគ្រប់អាល់ប៊ុមទាំងអស់លោកបន្តថាយើងដើរដល់ចំណុចនេះដោយសារតែមានការគ្រប់គ្រងនិងមានជំនឿចិត្តលើសម្លេងតន្ត្រីរបស់ខ្មែរក៏ដូចជាសិល្បកររៀមច្បងនិងបងប្អូនដែលខិតខំទាំងអស់គ្នាដើម្បីវិស័យមួយនេះនៅក្នុងការបើកទ្វារទៅកាន់អន្តរជាតិនិងបង្កើតឱកាសអភិវឌ្ឍតន្ត្រីបន្ថែមវណ្ណដាបាននិយាយនៅក្នុងសន្និសីទកាលពីថ្ងៃទី7ខែមីនានៅ Factory ភ្នំពេញថាខ្ញុំមានកិត្តិយសនិងសប្បាយរីកដែលក្រុមហ៊ុន Tiger មើលឃើញពីឆន្ទៈតន្ត្រីរបស់ខ្ញុំក៏ដូចជាផលិតកម្មបារមីរួមដំណើរជាមួយពួកយើងក្នុងនាមជាដៃគូសហការដើម្បីជំរុញវិស័យតន្ត្រីយើងឈានមុខនិងឲ្យខ្លាំងបន្តទៀតហើយបន្តកាន់តែឆ្ពោះលើឆាកអន្តរជាតិលោកបន្តខិតខំផលិតតន្ត្រីនិងបង្ហាញវប្បធម៌ខ្មែរលើឆាកអន្តរជាតិដើម្បីឲ្យបរទេសបានយល់បានស្គាល់និងបានឮសំឡេងរបស់ខ្មែរវណ្ណដាបាននាំយកតន្ត្រីខ្មែរទៅកាន់ជប៉ុនប៉ារីសប្រទេសបារាំងអាមេរិកតៃវ៉ាន់និងកន្លែងជាច្រើនទៀតទាំងនេះការចាប់ផ្ដើមត្រីវិស័យដែលបង្ហាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់វណ្ណដាលោកបានបញ្ជាក់ពីការដាក់ឈ្មោះអាល់ប៊ុមចម្រៀងត្រីវិស័យពីព្រោះធ្វើឲ្យលោកអាចរកខ្លួនឯងបានស្វែងរកគោលដៅថ្មីដោយប្រើវិស័យ
វណ្ណដាបានបញ្ជាក់បន្ថែមថាខ្ញុំចង់ឲ្យអ្នកគាំទ្រទាំងអស់គ្នាស្ដាប់អាល់ប៊ុមនេះហើយអ្នកទាំងអស់គ្នានឹងយល់បន្ថែមហេតុអ្វីខ្ញុំបង្កើតវាឡើងដោយសារតែដំណើរជីវិតជាពេលវេលាដែលខ្ញុំចាយទៅលើចម្រៀងហើយជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ស្រុកខ្មែរដែលបានស្គាល់អាល់ប៊ុមតន្ត្រីមួយត្រូវចែកជា3ផ្នែកជាមួយគ្នានោះដែរផលិតកម្មបារមីបានបង្ហើបថាក្នុងការចាប់ផ្ដើមភាពជាដៃគូរបស់យើង Tiger បានចូលរួមគាំទ្រឧបត្ថម្ភវីដេអូចម្រៀង Smoke Up ដែលជាការសហការអន្តរជាតិរបស់កម្ពុជាតារាចម្រៀង rap ពីររូបគឺលោកវណ្ណដានៃប្រទេសកម្ពុជានិងយ៉ាងអូមមកពីប្រទេសថៃហើយនឹងចេញជាផ្លូវការនៅថ្ងៃទី13ខែមិនិនាខាងមុខបាទអរគុណចំពោះបងប្អូនដែលបានតាមដានវីដេអូនេះដែលខ្ញុំបានដកស្រង់ពី website ភ្នំពេញ Post ខ្ញុំបងប្អូនបានឃើញជាសកម្មភាពរបស់តារាចម្រៀង rap ជួរមុខរបស់យើងហើយនៅខែ7ខាងមុខនេះគេក៏មានដំណើរទៅសហរដ្ឋអាមេរិកសាជាថ្មីក្នុងការសម្ដែងនៅទីនោះកម្មវិធីសបាយ D-Fest ដែលជាមហោស្រពតន្ត្រីធំបំផុតប្រចាំតំបន់បាអាស៊ីដែលធ្វើឡើងនៅ Los Angeles ហ្នឹងបងប្អូនហើយនេះមិនមែនជាលើកទី1របស់គេទេលើកទី2ហើយកន្លងទៅក៏បានដើរទៅសម្ដែងនៅក្នុងកម្មវិធីអន្តរជាតិអូហែដែលខ្ញុំបានជម្រាបជូនបងប្អូននាពេលកន្លងទៅបាទជម្រាបលាជួបគ្នាវីដេអូក្រោយកុំភ្លេច Subscribe YouTube របស់ខ្ញុំ City Sport បាទ